គុណព្រះអង្គសម្រាប់ថ្ងៃថ្មីយើងនៅតែអរព្រគុណព្រះអង្គជាមួយគ្នាបងប្អូនដែលមាន5ទូព្រះអង្គសម្បានបើកទៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក15ខ្ញុំនឹងអាននៅក្នុងខ20ព្រះគម្ពីរកូរិនថូសខ្សែទី1ជំពូក15ខ្ញុំអាននៅក្នុងខ20នៅក្នុងទំព័រ1489បងប្អូនដែលឃើញស្មារតីមួយខ្ញុំតែឥឡូវនេះព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិតជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយសូមបានសរុបចិត្តអធិដ្ឋានមុនយើងមកសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅពេលនេះព្រះសួយទូបង្គំទាំងអស់គ្នាអរព្រគុណព្រះអង្គសម្រាប់ពេលវេលាជាថ្មីម្ដងទៀតដែលទ្រង់បានប្រទាននូវទូបង្គំយើងខ្ញុំទាំងអស់គ្នាបានជួបជុំគ្នានៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ប្រយោជន៍ទូបង្គំទាំងអស់គ្នាបានប្រុងប្រៀបចិត្តស្ដាប់នៅព្រះសូរសៀងព្រះអង្គសូមទ្រង់បានមានបន្ទូលមកកាន់ដួងចិត្តរបស់ទូបង្គំអ្នកម្នាក់ផងដែរគុណអរព្រគុណទ្រង់ណាស់សូមព្រះអង្គជាព្រះទ្រង់បានញែកអស់ទាំងការរំខាននៅក្នុងការទូបង្គំបានថ្វាយបង្គំព្រះអង្គនៅពេលនេះគុណថ្វាយគ្រប់ការទាំងអស់ដែលទូលសូមនៅក្នុងព្រះនាមដ៏មានអំណាចជាស្ដេចគឺជាព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនមនុស្សជាទូទៅដែលកើតមកលើផែនដីយើងនេះជាធម្មតាគឺតែងតែស្លាប់ទៅវិញជាទៀងទាត់ដោយការស្លាប់ទាំងនោះគឺមនុស្សគឺគិតថាវាជារឿងធម្មតាពីព្រោះមនុស្សកើតឡើងមកគឺតែងតែស្លាប់ទៅវិញដោយការស្លាប់ការកើតទៅហើយគឺមនុស្សគិតថាវាជារឿងធម្មតាវាអត់មានអីចម្លែកនោះទេប៉ុន្តែអ្នកដែលស្លាប់ភាគច្រើនគឺអត់ដែលថាកើតមកឲ្យដឹងថាអ្នកនោះបានមានកំណើតកើតមកពីណានោះទេប៉ុន្តែការស្លាប់ទៅវិញតែងតែស្លាប់ជាទៀងទាត់ហើយការដែលគេស្លាប់នោះមិនដែលមានជីវិតរស់ឡើងវិញនោះទេមិនដែលថាមនុស្សដែលស្លាប់ទៅហើយរស់ឡើងវិញមានជីវិតនោះទេអត់មានទេប៉ុន្តែមានមួយអង្គដែលបានកើតឡើងមកហើយដែលបានស្លាប់ទៅវិញហើយក៏បានមានប្រជញ្ញរស់ពីស្លាប់ឡើងវិញដែលទ្រង់មានព្រះនាមហៅថាព្រះយេស៊ូវគ្រីស្ទតែថ្ងៃនេះយើងនឹងសិក្សាមេរៀនមួយជាមួយគ្នាក្រោមចំណងជើងថាសារៈសំខាន់នៃការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទហេតុអ្វីបានជាការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទសំខាន់ហើយតើមានកត្តាណាខ្លះដែលរាប់ថាសំខាន់ក្នុងការដែលព្រះអង្គមានប្រជញ្ញរស់ពីស្គត់ឡើងវិញសារៈសំខាន់នៃការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទទី1គឺនាំឲ្យមានការធានានៅសេចក្តីសង្គ្រោះនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15នៅក្នុងខ17ព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ខ17ខ្ញុំសូមអានជូនហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែននោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាឥតអំពើអ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយអំបែងមិញយើងបានអានជាមួយគ្នានៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ពីខ12រហូតដល់ខ22គឺយើងបានអានជាមួយគ្នាដោយនៅត្រង់នេះបានមានការជជែកវែកញែកគ្នាអំពីការរស់ឡើងវិញនិងការដែលមិនរស់ឡើងវិញគឺក្រុមជំនុំកូរិនថូសមានអ្នកខ្លះបានមានចិត្តសង្ស័យហើយមានអ្នកខ្លះបានលើកឡើងថាមនុស្សស្លាប់ទៅហើយគឺនឹងមិនរស់ឡើងវិញទេដោយហេតុការជជែកបែបនោះបានជាលោកសាវកប៉ូលគាត់បានសរសេរសម្បត្តិមួយហើយបានផ្ញើទៅកាន់ពួកជំនុំកូរិនថូសចង់បញ្ជាក់អំពីចំនួនដែលគេបានឆ្ងល់ដែលគេបានសួរលើកឡើងនោះថាការដែលរស់ឡើងវិញដែលមនុស្សស្លាប់ហើយនៅក្នុងព្រះគ្រីស្ទហើយរស់ឡើងវិញគឺជារឿងពិតហេតុអ្វីគឺព្រោះដោយសារតែព្រះយេស៊ូវគ្រីស្ទទ្រង់បានសគត់ហើយទ្រង់បានមានប្រជញ្ញរស់ឡើងវិញជាពិតមែនមិនមែនជាការកុហកនោះទេតែបើទ្រង់មិនមានប្រជញ្ញរស់ឡើងវិញនោះទេនោះការដែលជឿដល់ព្រះអង្គនោះគឺជារឿងឥតប្រយោជន៍ទៅទេលោកសាវកប៉ូលលោកបានអះអាងថាដែលព្រះអង្គជាព្រះអង្គបានសគត់ហើយទ្រង់បានមានប្រជញ្ញរស់ពីសគត់ឡើងវិញនោះជារឿងពិតមិនមែនជារឿងដែលកុហកហើយក៏មិនមែនជារឿងដែលបំភ្លៃនោះទេប៉ុន្តែគឺជារឿងពិតម្ល៉េះហើយប្រសិនបើការដែលស្លាប់នៅក្នុងព្រះគ្រីស្ទហើយយើងមិនបានរស់ឡើងវិញជាមួយព្រះអង្គទេនោះមានន័យថាវាជាឥតអំពើប្រសិនបើព្រះអង្គបានសគត់ហើយព្រះអង្គមិនរស់ឡើងវិញប៉ុន្តែព្រះអង្គបានសគត់ហើយព្រះអង្គបានរស់ពីសគត់ឡើងវិញម្ល៉េះហើយបានជាអ្នកដែលនៅក្នុងព្រះអង្គដែលស្លាប់ទៅនឹងមានជីវិតរស់ឡើងវិញ
ហើយលោកសាវកពុំអំជាក់ថាម៉េចប្រសិនបើយើងជាអ្នកដែលជឿព្រះអង្គយើងបានស្លាប់ទៅហើយមិនបានរស់ឡើងវិញជាពិតនោះយើងនឹងវេទនាជាងអ្នកដែលមិនជឿព្រះអង្គទៅទៀតប៉ុន្តែការដែលយើងជឿព្រះអង្គគឺយើងពិតយើងជឿសង្ឃឹមថាយើងនឹងមានជីវិតរស់នៅឡើងវិញជាមួយព្រះអង្គការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជារឿងពិតដែលការនេះគឺជាផុសតាងនិងជាការធានាយ៉ាងសំខាន់នៅក្នុងជំនឿដែលយើងជឿទុកចិត្តដល់ព្រះអង្គដែលនាំឲ្យយើងអាចជឿទុកចិត្តដល់ព្រះអង្គ 100% ម្ល៉េះហើយបានជាការរស់ឡើងវិញរបស់ផងទ្រង់គឺផ្ដល់សារៈសំខាន់យ៉ាងខ្លាំងគឺជាការធានានៅសេចក្តីសង្គ្រោះដល់យើងនៃសេចក្តីសង្គ្រោះរួចពីអំពើបាបដែលយើងជឿដល់ព្រះគឺយើងជឿទៅដល់ព្រះណាដែលគ្មានអំពើបាបដែលយើងជឿដល់ព្រះគឺយើងជឿដែលព្រះណាដែលផ្ដល់ការធានាដល់យើងនៅប៉ុន្មានថ្ងៃមុនមានក្រុមនិស្សិតបានចុះបេសកកម្មតាមភូមិហើយខ្ញុំក៏បានចុះទៅជាមួយពួកគេផងដែរនៅពីនោះក៏បានជួបនៅក្រុមគ្រួសារមួយហើយខ្ញុំក៏បានសួរទៅពួកគាត់ថាលោកពូអ្នកមីងតើរាល់ថ្ងៃជំនឿដែលលោកពូអ្នកមីងជឿនោះមានការធានាទៅដល់លោកពូអ្នកមីងទេហើយគាត់បានឆ្លើយថាអត់មានការធានាទេគាត់អត់ដឹងច្បាស់ទី1គាត់ឆ្លើយថាគាត់អត់ដឹងច្បាស់ទី2គាត់ឆ្លើយថាអត់មានការធានាមានន័យថាគឺគាត់ជឿលើជំនឿរបស់គាត់ចាស់នោះគឺគាត់អត់ដឹងច្បាស់ទេគាត់អត់ដឹងច្បាស់ថាមានការធានាឬក៏អត់ប៉ុន្តែគាត់ឆ្លើយមួយទៀតថាអត់មានការធានាអានោះគឺជាអ្វីដែលគាត់ឆ្លើយហើយខ្ញុំក៏បានប្រាប់ទៅគាត់ថាជំនឿដែលយើងជឿលើព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គបានធានាសម្រាប់យើងព្រះអង្គធានាប្រសិនបើលោកពូអ្នកមីងជឿដល់ព្រះអង្គគឺព្រះអង្គធានាថាលោកពូអ្នកមីងនឹងរួចពីអំពើបាបកាលណាដែលយើងជឿទុកចិត្តដល់ព្រះអង្គខ្ញុំសូមអានម្ដងទៀតនៅក្នុងខ17ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែននោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាអត់អំពើអ្នករាល់គ្នានឹងនៅក្នុងអំពើបាបនៅឡើយអ្នករាល់គ្នាគឺសំដៅទៅណាគឺសំដៅទៅដល់លោកអ្នកបងប្អូនហើយនៅខ្ញុំដែលយើងបានជឿដល់ព្រះអង្គហើយយើងសង្ឃឹមយើងជឿទុកចិត្តដល់ព្រះអង្គដែលព្រះអង្គមានការធានាសម្រាប់យើងប្រសិនមកព្រះអង្គអត់មានធានាសម្រាប់យើងទេយើងជឿដល់ព្រះអង្គគឺជាអត់អំពើប្រសិនមកព្រះអង្គអត់រស់ឡើងវិញមែននោះដែលយើងជឿដល់ព្រះអង្គក៏ជាអត់អំពើដែរប៉ុន្តែព្រះអង្គបានរស់ឡើងវិញជាពិតហើយការនោះហើយជាផុសតាងបញ្ជាក់ហើយព្រះអង្គបានធានាសម្រាប់យើងដែលយើងជាគ្រីស្ទបរិស័ទយើងអាចជឿទុកចិត្តដល់ព្រះអង្គបាន 100% បានជាសារៈសំខាន់នៃការរស់ឡើងវិញរបស់អង្គព្រះយេស៊ូវគ្រីស្ទគឺឲ្យយើងបានដឹងថាទី1គឺនាំឲ្យមានការធានាសេចក្តីសង្គ្រោះដល់យើងហើយសារៈសំខាន់នៃការរស់ឡើងវិញរបស់អង្គព្រះយេស៊ូវគ្រីស្ទចំណុចទី2គឺនាំឲ្យយើងមានជ័យជំនះនៅលើសេចក្តីស្លាប់នៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15នៅក្នុងខ54រហូតដល់ខ57ព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15នៅក្នុងខ54រហូតដល់ខ57បងប្អូនឲ្យឃើញសូមផ្ទៀងមើលខ្ញុំកាលណារូបកាយពុករលួយនេះបានប្រដាប់ដោយសេចក្តីមិនពុករលួយហើយរូបកាយដែលតែងតែស្លាប់នេះបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញនោះទើបនឹងបានសម្រេចតាមពាក្យដែលចែងទុកមកថាសេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ55អោសេចក្តីស្លាប់អើយតនិចឯងនៅឯណាសេចក្តីស្លាប់អើយជ័យជំនះរបស់ឯងនៅឯណារីឯតនិចនៃសេចក្តីស្លាប់គឺជាអំពើបាបហើយអំណាចរបស់បាបគឺជាក្រិតវិន័យតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងសារៈសំខាន់នៃការរស់ឡើងវិញរបស់អង្គព្រះយេស៊ូវគ្រីស្ទគឺនាំឲ្យយើងមានជ័យជំនះឈ្នះនៅលើសេចក្តីស្លាប់ដោយសារព្រះអង្គជាព្រះទ្រង់បានឈ្នះលើសេចក្តីស្លាប់ព្រះអង្គបានសគត់ហើយព្រះអង្គបានរស់ពីសគត់ឡើងវិញសេចក្តីស្លាប់នៅត្រង់នេះមិនមែនជាសេចក្តីស្លាប់សំដៅទៅលើរូបកាយទេសេចក្តីស្លាប់នៅត្រង់នេះគឺជាសេចក្តីស្លាប់ខាងឯព្រលឹងវិញ្ញាណ
ដែលមនុស្សម្នាក់ដែលកើតមកហើយគឺត្រូវស្លាប់អានោះជារូបកាយរបស់ផងយើងប៉ុន្តែវិញ្ញាណរបស់ផងយើងកាលណាដែលយើងជឿដល់ព្រះអង្គនោះព្រះអង្គនឹងប្រោសឲ្យយើងមានជីវិតរស់ឡើងវិញគឺជាសេចក្តីស្លាប់គេហៅថាសេចក្តីស្លាប់ទី2ជាធម្មតារូបកាយរបស់យើងដែលបានកើតមកលើផែនដីយើងនេះដែលមានសាច់ឈាមយើងម្នាក់យើងនឹងត្រូវស្លាប់ទៅវិញប៉ុន្តែសេចក្តីស្លាប់មួយទៀតគឺជាព្រលឹងវិញ្ញាណរបស់ផងយើងកាលណាដែលយើងមានព្រះអង្គនោះវិញ្ញាណរបស់ផងយើងនឹងមិនស្លាប់ដែលព្រះអង្គថានឹងបោះទៅបឹងភ្លើងនោះទេប៉ុន្តែព្រះអង្គនឹងប្រោសឲ្យយើងមានជីវិតរស់ឡើងវិញនៅក្នុងព្រះគម្ពីរហេព្រើរជំពូក9ខ27ព្រះគម្ពីរហេព្រើរជំពូក9ខ27បងប្អូនដែលឃើញសូមផ្ទៀងមើលខ្ញុំហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់មួយដងរួចសឹមជាប់ជំនុំជម្រះនៅក្នុងខគម្ពីរត្រង់នេះបានប្រាប់ថាម៉េចមនុស្សម្នាក់គឺត្រូវស្លាប់ប៉ុន្តែសេចក្តីស្លាប់មួយទៀតនោះគឺនៅពេលដែលយើងស្លាប់ទៅគឺយើងត្រូវជាប់ជំនុំជម្រះយើងម្នាក់នឹងជាប់ជំនុំជម្រះមួយព្រះអង្គដែលអ្នកដែលអត់ជឿព្រះអង្គនឹងដាក់ដោយឡែកមួយដុំហើយអ្នកដែលជឿព្រះអង្គនឹងដាក់ដោយឡែកមួយដុំនៅពីនោះព្រះអង្គនឹងកាត់ទោសតាមអ្វីដែលព្រះអង្គនឹងវិនិច្ឆ័យទោសចំពោះមនុស្សទាំងអស់គ្នាដូច្នេះអ្នកដែលអត់បានទទួលជឿព្រះអង្គគឺនឹងអត់មានឈ្មោះកត់នៅក្នុងបញ្ជីជីវិតនោះទេហើយគេនឹងត្រូវស្លាប់ដែលហៅថាស្ដីស្លាប់ទី2ម្ល៉េះហើយដែលយើងជឿព្រះអង្គគឺយើងមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតហើយយើងនឹងមិនត្រូវបានស្លាប់ទៀតនោះទេប៉ុន្តែការដែលយើងជំនុំជម្រះដែលព្រះអង្គបានជំនុំជម្រះអ្នកដែលជឿនោះគឺជំនុំជម្រះអ្នកដែលបានធ្វើអ្វីខ្លះការដែលយើងជឿព្រះអង្គហើយតែយើងបានធ្វើអ្វីខ្លះនៅលើផែនដីយើងជាគ្រីស្ទបរិស័ទដែលឧស្សាហ៍ឬក៏ជាគ្រីស្ទបរិស័ទដែលខ្ជិលអានេះគឺជាអ្វីដែលព្រះអង្គបានកាត់ទោសយើងនៅពេលនោះផងដែរនៅត្រង់នេះគឺយើងដែលយើងជឿដល់ព្រះអង្គយើងបានឈ្នះលើសេចក្តីស្លាប់ពីព្រោះព្រះអង្គជាព្រះដែលឈ្នះលើសេចក្តីស្លាប់ដោយព្រោះព្រះគ្រីស្ទទ្រង់រស់ពីស្លាប់ឡើងវិញនោះមានន័យថាទ្រង់មានអំណាចលើសេចក្តីស្លាប់ហើយសេចក្តីស្លាប់គ្មានអំណាចនៅលើទ្រង់ទេជាមួយគ្នាចំពោះអស់អ្នកដែលជឿលើព្រះអង្គក៏មានអំណាចនៅលើសេចក្តីស្លាប់ផងដែរហើយសេចក្តីស្លាប់ក៏គ្មានអំណាចនៅលើយើងផងដែរដោយការដែលយើងពឹងអាងនៅលើព្រះគុណរបស់ព្រះអង្គប្រសិនបើព្រះយេស៊ូវគ្រីស្ទទ្រង់មិនបានរស់ពីស្លាប់ឡើងវិញទេតើមានរឿងអ្វីកើតឡើងប្រសិនបើព្រះអង្គអត់រស់ពីស្លាប់ឡើងវិញនោះជំនឿយើងដែលយើងជឿដល់ព្រះអង្គគឺជាអត់អំពើតែសាវកប៉ូលក៏បានបញ្ជាក់ដល់ត្រង់នេះថាម៉េចគឺអត់អំពើទេអត់មានន័យប៉ុន្តែអ្វីដែលព្រះអង្គមានបន្ទូលគឺវាពិតជាមានពិតមែនហើយព្រះអង្គមានបជនរស់នៅសពថ្ងៃដែលព្រោះតែយើងជឿដល់ព្រះអង្គនោះបានព្រះអង្គប្រទានឲ្យយើងមានអំណាចដែលឈ្នះនៅលើសេចក្តីស្លាប់ហើយដល់ហើយដែលយើងម្នាក់យើងជឿដល់ព្រះអង្គគឺយើងបានមានអំណាចឈ្នះនៅលើសេចក្តីស្លាប់ដូចគ្នានៅក្នុងព្រះគម្ពីរយូហានខ្សែទី1ចំពោះ5ខ5ព្រះគម្ពីរយូហានខ្សែទី1ចំពោះ5ខ5បានចែកដូចម្ដេចតើអ្នកណាជាអ្នកឈ្នះលោកីបើមិនមែនជាអ្នកដែលជឿថាព្រះយេស៊ូវជាព្រះបុត្រានៃព្រះយើងគ្រប់គ្នាដែលជាកូនព្រះអង្គគឺយើងជាអ្នកដែលឈ្នះលោកីគឺជាសេចក្តីស្លាប់ដែលរួបរឹតមិនឲ្យយើងបានស្គាល់ព្រះអង្គហើយឲ្យយើងបានម្នាក់ដែលនៅក្រោមលោកីនោះគឺរស់នៅក្នុងសេចក្តីស្លាប់គឺមិនបានទទួលបានសេចក្តីសង្គ្រោះរួចពីអំពើបាបនោះទេតែខគម្ពីរនេះបានប្រាប់ថាដែលយើងម្នាក់ដែលជាកូនព្រះអង្គយើងបានឈ្នះលោកីព្រះយេស៊ូវគ្រីស្ទទ្រង់ឈ្នះលោកីហើយយើងអ្នកដែលជឿព្រះអង្គក៏ឈ្នះលោកីដែរម្ល៉េះហើយបានជាដែលយើងនៅក្នុងព្រះអង្គយើងដឹងថាយើងមានជ័យជំនះយើងឈ្នះនៅលើសេចក្តីស្លាប់ដែលទី1គឺទ្រង់មានការធានាសេចក្តីសង្គ្រោះដល់យើងហើយទី2គឺនាំឲ្យយើងមានជ័យជំនះឈ្នះលើសេចក្តីស្លាប់ដោយព្រោះដែលព្រះអង្គរស់ពីសគត់ឡើងវិញសារៈសំខាន់នៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទទី3គឺនាំឲ្យយើងមានសេចក្តីសង្ឃឹមដល់រស់នៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក1ខ3
ក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពោះ1ខ3បងប្អូនដែលឃើញស្មើផ្ទៀងជាមួយខ្ញុំសូមសរសើរដល់ព្រះដ៏ជាព្រះបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាដែលទ្រង់បានបង្កើតយើងឡើងជាថ្មីតាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់រស់ពីស្លាប់ឡើងវិញការរស់ឡើងវិញរបស់អង្គព្រះយេស៊ូវគ្រីស្ទគឺនាំឲ្យយើងម្នាក់ៗមានសង្ឃឹមពាក្យថារស់គឺមានន័យថាមានចលនាកម្រើកនៅមានដង្ហើមឬក៏នៅមានជីវិតហើយក្តីសង្ឃឹមដ៏រស់គឺក្តីសង្ឃឹមនោះគឺមានចលនាជារហូតមិនមែនស្លាប់ជារហូតនោះទេម្ល៉េះហើយបានជាអ្នកដែលជឿគ្រប់រូបគឺតែងរស់នៅក្នុងក្តីសង្ឃឹមដែលលោកអ្នកបងប្អូនជឿព្រះអង្គហើយខ្ញុំជឿព្រះអង្គគឺយើងរស់នៅក្នុងក្តីសង្ឃឹមយើងមិនមែនរស់នៅក្នុងការអស់សង្ឃឹមនោះទេដែលព្រោះតែជំនឿនោះឯងគឺនាំឲ្យយើងរស់នៅក្នុងជីវិតដែលជីវិតនោះមានក្តីសង្ឃឹមនៅក្នុងព្រះអង្គហើយវាតែងតែឲ្យយើងតែងតែធ្វើការនៅក្នុងក្តីសង្ឃឹមក្នុងជីវិតរបស់យើងជានិច្ចកាលណានិយាយអំពីក្តីសង្ឃឹមគឺនិយាយអំពីហេតុដែលជាចលនាជាចលកររុញឲ្យយើងចេះតែបន្តដំណើរទៅមុខទៀតវាជាចលករកាលណាយើងមានសង្ឃឹមនាំឲ្យយើងមានចលករមានដំណើរទៅមុខទៀតយើងអត់ឈប់នៅមួយដុំនោះទេប៉ុន្តែវាចេះតែរុញឲ្យជីវិតយើងបន្តរស់នៅទៅមុខទៀតប្រសិនបើអ្នកណាដែលរស់នៅគ្មានក្តីសង្ឃឹមអ្នកនោះប្រៀបបានជាមនុស្សគេហៅថាមនុស្សគល់ឈើបើរស់នៅក្នុងគ្មានក្តីសង្ឃឹមទេប្រៀបដូចជាគល់ឈើអញ្ចឹងឬក៏ជាមនុស្សដែលបាត់បង់សតិស្មារតីគឺព្រោះគ្មានក្តីសង្ឃឹមអត់ដឹងថាត្រូវធ្វើអ្វីចាប់ផ្ដើមពីណាឬក៏បញ្ចប់នៅត្រង់ណានោះទេយើងអាចឧទាហរណ៍បន្តិចអំពីការពេលខ្លះយើងខំប្រឹងរកស៊ីយើងតែងតែមានគំនិតគិតថាខ្ញុំខំប្រឹងរកស៊ីតន់នៅក្មេងពីព្រោះខ្ញុំសង្ឃឹមថាពេលដែលចាស់ទៅនឹងមានទ្រព្យទុកស៊ីចាយទ្រព្យទុកដើរលេងហើយទ្រព្យទុកមើលជំងឺនេះគឺជាសេចក្តីសង្ឃឹមរបស់ផងយើងម្នាក់ហើយខ្លះទៀតក៏គិតថាខ្ញុំខំប្រឹងរៀនដោយព្រោះខ្ញុំសង្ឃឹមថាពេលអនាគតខ្ញុំនឹងមានការងារល្អហើយមានប្រាក់ខែច្រើននេះគឺជាសេចក្តីសង្ឃឹមរបស់ផងយើងហើយខ្លះទៀតគឺខំប្រឹងដាំដំណាំបាញ់ថ្នាំដាក់ទឹកដោយគិតថាដំណាំនោះនឹងហុចផលឲ្យយើងជាបរិបូរណ៍នោះគឺជាសេចក្តីសង្ឃឹមយ៉ាងណាមិញជំនឿដែលយើងជឿទៅដល់ព្រះក៏ដូចគ្នាគឺយើងមានក្តីសង្ឃឹមដែលគ្រប់គ្នារស់នៅក្នុងក្តីសង្ឃឹមសំណួរសួរថាហេតុអ្វីពីព្រោះដោយសារព្រះគ្រីស្ទទ្រង់រស់ឡើងវិញហើយទ្រង់មានព្រះជន្មរស់នៅសពថ្ងៃទ្រង់ជាព្រះដែលរស់នៅសពថ្ងៃព្រះដែលលោកអ្នកបងប្អូនហើយនៅខ្ញុំជឿគឺទ្រង់ជាព្រះពិតជាព្រះដែលមានព្រះជន្មរស់នៅសពថ្ងៃហើយដែលព្រះអង្គរស់នៅសពថ្ងៃគឺព្រះអង្គបានសន្យាព្រះអង្គបានប្រទានឲ្យយើងទាំងអស់គ្នាមានព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងជីវិតរបស់ផងយើងហើយអ្នកជឿគ្រប់គ្នាគឺសុទ្ធតែមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតដែលព្រះវិញ្ញាណបរិសុទ្ធនោះឯងដែលតែងតែធ្វើការក្នុងចិត្តយើងហើយជួយឲ្យយើងរស់នៅក្នុងក្តីសង្ឃឹមទៅមុខទៀតនៅក្នុងសប្តាហ៍នេះគឺគ្រីស្ទបរិស័ទទូទាំងពិភពលោកបានប្រារព្ធធ្វើពិធីមួយដែលហៅថា Easter នៅក្នុងភាសាអង់គ្លេសប៉ុន្តែដែលមានន័យថាពិធីព្រះអង្គមានព្រះជន្មរស់ពីសគត់ឡើងវិញគឺព្រះអង្គមានព្រះជន្មរស់ឡើងវិញដែលនាំឲ្យគ្រីស្ទបរិស័ទទាំងអស់គ្នាយើងបាននឹកចាំអំពីព្រឹត្តិការណ៍ដែលព្រះអង្គបានរស់ឡើងវិញប្រសិនបើព្រះអង្គអត់រស់ឡើងវិញទេគឺយើងអត់មានសង្ឃឹមទេប៉ុន្តែដោយសារព្រះអង្គមានព្រះជន្មរស់ឡើងវិញគឺនាំឲ្យយើងដែលជាអ្នកដែលដើរតាមព្រះអង្គគឺយើងរស់នៅក្នុងក្តីសង្ឃឹមប្រសិនបើយើងអត់មានសង្ឃឹមទេប្រសិនបើយើងជឿព្រះដែលគ្មានសង្ឃឹមប្រហែលជាគ្មានអ្នកណាដែលលះបង់ធ្វើដំណើរពីផ្ទះមកថ្វាយបង្គំនៅទីនេះទេប្រហែលជាអ្នកខ្លះមិនចំណាយថវិកាដើម្បីធ្វើដំណើរមកទីនេះទេប្រហែលជានៅក្នុងផ្ទះនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ដេកស្រួលបាត់ទៅហើយមិនមកថ្វាយបង្គំព្រះអង្គទេ
ប៉ុន្តែដោយហេតុដែលយើងមានសង្ឃឹមនៅក្នុងព្រះអង្គដែលព្រះអង្គជាព្រះដល់ដីសង្ឃឹមនៃយើងម្ល៉េះហើយអ្វីដែលយើងលះបង់អ្វីដែលយើងធ្វើយើងជឿយើងសង្ឃឹមថាព្រះអង្គនឹងផ្ដល់ឲ្យយើងវិញនេះគឺជាជំនឿដែលយើងជឿទៅដល់ព្រះអង្គជាព្រះដែលមានសង្ឃឹមបានជាសារៈសំខាន់នៃការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទទី1គឺនាំឲ្យមានការធានាសេចក្តីសង្គ្រោះដល់យើងទី2នាំឲ្យមានជ័យជំនះឈ្នះលើសេចក្តីស្លាប់ហើយទី3នាំឲ្យយើងមានសេចក្តីសង្ឃឹមដល់រស់នៅក្នុងព្រះអង្គទី4គឺជំរុញឲ្យយើងមានចិត្តក្នុងការដែលបម្រើព្រះអង្គនៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ខ58ព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ខ58បងប្អូនហើយបើឃើញសូមផ្ទៀងមួយខ្ញុំបានជាបងប្អូនស្ងួនងាយអើយចូលកាន់យ៉ាងខ្ជាប់ខ្ជួនដោយឥតរំកើទាំងធ្វើការព្រះអង្គម្ចាស់ឲ្យបរិបូរណ៍ដរាបចុះដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអង្គម្ចាស់នោះមិនមែនឥតប្រយោជន៍ទេនៅក្នុងខនេះគឺលោកសាវកពូលកំពុងតែប្រាប់អ្នកណាលោកសាវកពូលកំពុងតែប្រាប់ទៅដល់ក្រុមជំនុំនៅក្នុងកូរិនថូសហើយក៏បានប្រាប់នៅយើងដែលជាក្រុមជំនុំនៅទីនេះផងដែរហើយការដែលប្រាប់នោះមិនមែនប្រាប់សម្ដៅទៅលើអ្នកដឹកនាំឬក៏ប្រាប់តែគ្រូគង្វាលឬក៏គ្រូនោះទេប៉ុន្តែគឺបានប្រាប់ទៅដល់គ្រប់គ្នាខ្ញុំស្មានម្ដងទៀតបានជាបងប្អូនស្ងួនងាយអើយចូលកាន់យ៉ាងជាប់ខ្ជួនដោយឥតរំកើទាំងធ្វើការព្រះអង្គម្ចាស់ឲ្យបរិបូរណ៍ជាដរាបចុះដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអង្គម្ចាស់នោះមិនមែនឥតប្រយោជន៍ទេមានន័យថាអ្នករាល់គ្នាមិនមែនសំដៅទៅលើចាស់ទុំឬក៏គណៈកម្មការឬក៏សំដៅទៅលើគ្រូឬក៏សំដៅទៅលើអ្នកណាផ្សេងទេប៉ុន្តែគឺសំដៅលើទាំងអស់គ្នាដែលជាអ្នកជឿព្រះអង្គគឺគ្រប់គ្នាមានភារកិច្ចមានទូនាទីក្នុងការដែលចូលរួមបម្រើព្រះអង្គទាំងអស់គ្នាដែលយើងអាចមើលឃើញអំពីសារៈសំខាន់នៃការដែលព្រះអង្គរស់ឡើងវិញគឺជំរុញឲ្យយើងម្នាក់ម្នាក់រស់នៅក្នុងជីវិតដែលមានក្តីសង្ឃឹមលោកសាវកពូលបានលើកទឹកចិត្តដល់គ្រីស្ទបរិស័ទគ្រប់គ្នាថាដែលយើងម្នាក់ម្នាក់ខំប្រឹងគឺយើងមិនអត់ប្រយោជន៍ទេព្រះអង្គនឹងប្រទានពរដល់លោកអ្នកបងប្អូនហើយព្រះអង្គនឹងមានរង្វាន់សម្រាប់លោកអ្នកបងប្អូនគ្រប់គ្នាដែលយើងខំប្រឹងធ្វើការថ្វាយព្រះអង្គម្ចាស់សារៈសំខាន់នៃការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទគឺជំរុញឲ្យយើងអ្នកម្នាក់បានបម្រើទៅដល់ព្រះអង្គហើយការដែលបម្រើមិនចាំបាច់ថាជាគ្រូឬក៏ជាបុគ្គលិកដែលបម្រើព្រះអង្គពេញពេលនៅក្នុងព្រះវិហារទេប៉ុន្តែយើងគ្រប់គ្នាដែលជាអ្នកជឿព្រះអង្គយើងអាចបម្រើព្រះអង្គបានដែលអ្នកខ្លះបម្រើព្រះអង្គតាមរយៈការដឹកនាំចម្រៀងអ្នកខ្លះបម្រើព្រះអង្គតាមរយៈការធ្វើកិច្ចការងារនៅក្នុងព្រះវិហារដូចជាបោះសម្រាមរៀបចំកៅអីសម្អាតបន្ទប់ទឹកនោះក៏ជាការបម្រើដែរគឺគ្រប់ការទាំងអស់សុទ្ធតែជាការបម្រើហើយអ្នកខ្លះទៀតអត់មានពេលក្នុងការដែលជួយក្នុងព្រះវិហារទេប៉ុន្តែការបម្រើរបស់គាត់គឺតាមរយៈការថ្វាយដង្វាយចូលមកក្នុងព្រះវិហារដើម្បីឲ្យកិច្ចការងារបម្រើព្រះអង្គបានដំណើរការទៅមុខនោះហើយគឺជាការបម្រើព្រះអង្គដែលគ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការដែលបម្រើព្រះអង្គបានជានៅកន្លែងនេះលោកសាវកពូលបានប្រាប់ថាបងប្អូនអើយឲ្យយើងទាំងអស់គ្នាបានសង្ឃឹមឡើងដោយព្រះនៃយើងទ្រង់ជាព្រះដែលរស់នៅសពថ្ងៃទ្រង់ជ្រាបគ្រប់ទាំងអស់ទ្រង់ទតឃើញនៅអ្វីដែលបងប្អូនហើយនៅខ្ញុំធ្វើហើយបងប្អូនណាដែលស្មោះត្រង់ឬក៏មិនស្មោះត្រង់គឺព្រះអង្គទ្រង់ជ្រាបព្រះអង្គមិនមែនមិនជ្រាបនោះទេអ្នកណាដែលធ្វើកិច្ចការងារអ្វីនោះនឹងទទួលខុសត្រូវជាមួយព្រះអង្គខ្ញុំសូមអាននៅក្នុងព្រះគម្ពីរសុភាសិតចំពុក24ខ12ព្រះគម្ពីរសុភាសិតចំពុក24ខ12បើឯងថាមើលយើងមិនបានដឹងទេឯព្រះដែលទ្រង់ថ្លឹងមើលចិត្តតើទ្រង់មិនពិចារណាឃើញហើយដែលទ្រង់ថែរក្សាព្រលឹងឯងតើមិនជ្រាបទេឬតើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអីនៅក្នុងខគម្ពីរនេះបានប្រាប់ថាព្រះអង្គថ្លឹងអំពីចិត្តរបស់ផងយើងម្នាក់ម្នាក់យើងគិតអីយើងធ្វើអីគឺព្រះអង្គទ្រង់ជ្រាបព្រះអង្គទ្រង់ដឹងមិនមែនព្រះអង្គមិនដឹងនោះទេដែលយើងចង់ស្មោះត្រង់ក៏ព្រះអង្គដឹងដែលយើងចង់គ្មានភាពស្មោះត្រង់ក៏ព្រះអង្គដឹងដែរ
ម្លោះឲ្យបានជាម្នាក់ទទួលខុសត្រូវចំពោះនឹងព្រះអង្គហើយបានជាម្នាក់ដោយសារព្រះអង្គទ្រង់មានប្រជញ្ញរស់នៅសប្តាហ៍ថ្ងៃព្រះអង្គគង់នៅជាមួយបានជាការជំរុញឲ្យមានចិត្តក្នុងការដែលបម្រើព្រះអង្គតាមផ្នែកផ្សេងផងដែរសំណួរមួយដែលសួរមកកាន់ខ្លួនយើងទាំងអស់គ្នាជាសំណួរដែលសួរទៅកាន់លោកអ្នកបងប្អូនហើយសួរមកកាន់ខ្ញុំផងដែរតើយើងបានជឿទៅលើព្រះអង្គហើយឬនៅតែយើងជឿលើព្រះអង្គពិត 100% ដែរទេតែយើងជឿព្រះអង្គជឿកម្រិតណាជឿលេងឬក៏ជឿមែនទែនជឿលក្ខណៈសាសនាឬក៏ជឿដែលពិតប្រាកដនៅក្នុងចិត្តពីព្រោះប្រសិនបើយើងជឿដូចជាអ្នកលោកីគឺដូចជាអ្នកដែលកាន់សាសនាដូចគ្នាប៉ុន្តែកាលណាដែលយើងជឿព្រះអង្គគឺយើងជឿពិតនៅក្នុងចិត្តហើយសកម្មភាពនោះឯងនឹងសម្ដែងចេញមកខាងក្រៅឲ្យឃើញបានជាសារៈសំខាន់នៃការរស់ពីសកលឡើងវិញរបស់អង្គព្រះយេស៊ូវគ្រីស្ទឲ្យយើងបានដឹងថាទី1គឺព្រះអង្គជាព្រះដែលរស់ពីសកលឡើងវិញគឺមានការធានាសេចក្តីសង្គ្រោះដល់យើងនាំឲ្យយើងមានជ័យជំនះលើសេចក្តីស្លាប់ហើយទី3នាំឲ្យយើងមានសេចក្តីសង្ឃឹមដល់រស់ដែលនៅក្នុងព្រះអង្គដែលយើងជឿទុកចិត្តព្រះអង្គយើងមានសង្ឃឹមមិនត្រឹមតែបច្ចុប្បន្ននេះទេប៉ុន្តែទៅបឡោមនាយទៅលោកខាងមុខទៅទៀតហើយទី4គឺជំរុញឲ្យយើងមានចិត្តក្នុងការដែលបម្រើព្រះអង្គដែលយើងជឿសង្ឃឹមទុកចិត្តថាព្រះអង្គនឹងប្រទានរង្វាន់សម្រាប់យើងផងដែរសូមបានសុរចិត្តអធិដ្ឋានព្រះយេស៊ូវទុំគុំទាំងអស់គ្នាអរគុណព្រះអង្គសម្រាប់ពេលវេលាដែលទ្រង់បានប្រទានទុំគុំទាំងអស់គ្នាបានមានពេលវេលាថ្វាយបង្គំព្រះអង្គនិងសិក្សាស្ដាប់នៅព្រះសូរសៀងព្រះអង្គនៅពេលនេះផងដែរគុណអរគុណទ្រង់ណាស់បិតាសូមទ្រង់បានជួយទុំគុំយើងខ្ញុំទាំងអស់គ្នាឲ្យដឹងថាការដែលព្រះអង្គរស់ឡើងពីស្គត់ឡើងវិញគឺមានសារៈសំខាន់ជាច្រើនសម្រាប់ទុំគុំហើយទុំគុំបានដឹងថាការដែលព្រះអង្គមានបញ្ជូនរស់ឡើងវិញគឺជាការធានាដល់ទុំគុំឲ្យទុំគុំមានសេចក្តីសង្គ្រោះឲ្យទុំគុំមានសេចក្តីសង្ឃឹមដល់អស់កលជានិច្ចហើយជំរុញឲ្យទុំគុំចូលរួមបម្រើព្រះអង្គផងដែរគុណអរគុណទ្រង់ណាស់ទុំគុំអធិដ្ឋាននៃទូថ្វាយគ្រប់ការអស់នៃទូសូមនៅក្នុងព្រះនាមដ៏មានអំណាចជាស្ដាគឺជាព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន